នេះខ្ញុំទៅស្វែងរកទឹកមានតម្លៃហើយនឹងមានអត្ថន័យនេះហើយទឹកដែលមានតម្លៃហើយនឹងមានអត្ថន័យនោះគឺមានន័យថាទឹកដែលយើងទិញមកហើយគឺយើងអាចជួយទៅដល់កុមារឬក៏ជួយទៅដល់អ្នកដទៃផងដែរដោយមិនរងចាំយូរខ្ញុំក៏បានទៅស្វែងរកទឹកដែលមានតម្លៃហើយនឹងមានអត្ថន័យហើយខ្ញុំក៏បានមកដល់ទូកដំបូងគេគឺខ្ញុំពិតជាព្យាយាមស្វែងរកទឹកដែលមានតម្លៃហើយនឹងមានអត្ថន័យមែនតើក៏ប៉ុន្តែគឺខ្ញុំមើលទៅគឺដូចជាអត់មានទេមានទឹកត្រជាក់វីតាំទឹកភាសាកម្ពុជាដោយសារតែខ្ញុំខំស្វែងរកហើយស្វែងរកទៀតខ្ញុំគិតថាទឹកទាំងអស់នេះគឺមិនទាន់មានតម្លៃហើយនឹងមានអត្ថន័យសម្រាប់ខ្ញុំទេហើយខ្ញុំក៏មិនបោះបង់ដែរខ្ញុំនៅតែព្យាយាមស្វែងរកទឹកដែលមានតម្លៃហើយនឹងមានអត្ថន័យឥឡូវគឺរត់មានទេប្រហែលខ្ញុំអាចបន្តទៅរកនៅស្វាយទៀតដោយមិនរងចាំយូរខ្ញុំក៏បានធ្វើដំណើរទៅកាន់ក្រុងសេរីសុភ័ណ្ឌតែម្ដងហើយទីបំផុតខ្ញុំក៏អាចរកឃើញទឹកដែលមានតម្លៃហើយនឹងមានអត្ថន័យសម្រាប់ខ្ញុំដែលខ្ញុំគិតថាវាស័ក្តិសមមែនទែនដែលទឹកមួយដបហ្នឹងគឺវាពិតជាមានតម្លៃហើយនឹងមានអត្ថន័យខ្លាំងមែនទែនទឹកខ្ញុំមួយនេះខំមើលហើយខ្ញុំអាចចាត់ទុកបានថាទឹកមួយដបនេះគឺវាពិតជាមានតម្លៃហើយនឹងមានអត្ថន័យខ្លាំងមែនទែនសម្រាប់ខ្ញុំហេតុអ្វីបានជាខ្ញុំហ៊ាននិយាយអញ្ចឹងពីព្រោះអីនៅពេលដែលយើងទិញទឹកមួយដបនេះហើយគឺវាមានតម្លៃ 2000 រៀលហើយយើងក៏អាចចូលរួមចំណែកមួយជួយទៅដល់កុមារកម្ពុជាដែលកំពុងជួបនៅជំងឺផ្សេងៗផងដែរដែលកំពុងតែសម្រាប់ព្យាបាលនៅមន្ទីរពេទ្យគុណភបុប្ផាឥឡូវយើងបានទឹកពិសា Premium បានមកម្ដងហើយហេតុអ្វីបានខ្ញុំចាត់ទុកថាទឹកនេះគឺវាមានតម្លៃអ្នកទាំងអស់គ្នាអាចមើលរូបនៅអក្សរមួយ clear នៅក្នុងបេះដូងនេះបានគឺចែករំលែកក្តីស្រឡាញ់របស់អ្នកជាមួយនឹងកុមារកម្ពុជាអ្នកទាំងអស់គ្នាបើជិះកាត់ក្រុងសេរីសុភ័ណ្ឌអីឈប់មកភ្លើង stop អីគឺគេមានលក់អីកុំភ្លេចជួយទិញទាំងអស់គ្នាទៅហេតុអ្វីបានជាខ្ញុំចាត់ទុកវាមានតម្លៃហើយនិងមានអត្ថន័យគឺយើងអាចជួយដល់កុមារកម្ពុជាចូលរួមចំណែកជួយដល់កុមារកម្ពុជាដែលគាត់កំពុងតែជួបនៅជំងឺផ្សេងកុំភ្លេចណាជួយគ្រប់គ្រងផលិតផលខ្មែរសុទ្ធ 100% ហើយយើងអាចចូលរួមចំណែកជួយដល់កុមារកម្ពុជាផងដែរបាយកុំភ្លេចជួយ follow page ហើយនិង follow account TikTok របស់ខ្ញុំម្នាក់មួយផង